បាទជំរាបសួរបងប្អូនអ្នកគ្នាបាទថ្ងៃនេះមាន drone មកទឹកមួយdrone នេះនិយាយរួមទៅភ្ញៀវគាត់យកទៅលេងបានម្ដងពីរដងហើយគាត់ទុកចោលគាត់មានពេលលេងណា drone ជាប្រភេទ drone GPS K811 Max ហើយ drone នេះឈុតថ្មតែមួយគ្រាប់ទេបាទឈុតថ្មមួយគ្រាប់ហើយគាត់ផ្ញើមកឲ្យខ្ញុំលក់ឲ្យគាត់ផ្ញើមកឲ្យខ្ញុំលក់ឲ្យហើយគាត់សុំតែ$20ទេ drone នេះឈុតថ្មការខ្ញុំលក់ឲ្យគាត់គឺឈុតថ្ម2បាទខ្ញុំលក់ឲ្យគាត់ឈុតថ្ម2ប៉ុន្តែដល់ពេលដែលគាត់យកទៅលេងបានមួយរយៈទៅប្រហែលជាខូចថ្មអស់មួយមែនទេបាទខូចថ្មអស់មួយអញ្ចឹងនៅសល់តែឈុតថ្មមួយទេមើលបងប្អូនអ្នកគ្នាចាំមើលតេស្តមើលជាមួយខ្ញុំមើលថាតើដ្រូននេះនៅអាចប្រើប្រាស់កើតបានកម្រិតប៉ុណ្ណាបាទប៉ុន្តែអ្វីដែលតាមដែលអ្វីដែលគាត់និយាយមួយខ្ញុំហ្នឹងគឺដ្រូនថានៅល្អទាំងអស់ដំណើរការល្អទាំងអស់តែជាមួយខ្ញុំតេស្តទីងជាក់ស្ដែងហ្នឹងតើអ្វីដែលគាត់ប្រាប់ថានៅល្អទាំងអស់នោះបានកម្រិតណាបាទប្រអប់ខ្ញុំដាក់ទៅថ្មីមិនគឺមកវិញថ្មីអញ្ចឹងបាទគាត់បើគាត់លេងថែគាត់បើតែគាត់ថាកាបូបនេះរៀងកខិចបន្តិចខ្ញុំក៏ឃើញមើលកាបូបកខិចខ្ញុំដឹងថាដ្រូនក៏ប្រហែលជាមិនល្អប្រហែលដែរបាទប្រហែលជាមិនល្អទេតែនេះគាត់ជាការប្រហែលណាជាងមើលទាំងអស់គ្នាបាទអញ្ចឹងគឺខ្សែសាករបស់គាត់មកទាំងដុលមកវិញដ្រូនជាមើលកម្រិតនៃដ្រូនគាត់លេងនេះគឺគាត់លេងអត់សូវចេះថែដែរហ្នឹងដ្រូនបុកប៉ះដែរបាទដ្រូនបុកប៉ះដែរស្លាបវាឡើងទ្រក់ហើយហើយអាតម្រងស្លាបបែបហ្នឹងហើយគាត់លេងហើយជាគាត់ពិបាកលេងពេកឬក៏យ៉ាងម៉េចហើយគាត់ទិញគាត់លក់$20បងប្អូនគ្នាគាត់លក់$20តើសមរូបអត់អាហ្នឹងបងប្អូនជួយគិតទៅណាបាទជាមួយខ្ញុំ testing ផ្ទាល់ខ្ញុំ test ផ្ទាល់ទៅមើលអាចទៅរួចទេថ្មរបស់ខ្ញុំឲ្យគាត់មិនគឺគាត់ដាក់ថ្មវិញចឹងបាទឈឹងចឹងបាទអញ្ចឹងមានន័យថាកម្រិតអាចចាត់ទុកថាកាមេរ៉ារបស់វានេះគឺអត់ខូចទេបើសិនជាកាមេរ៉ាខូចបើកទៅគឺវាអត់លោតឆ្វាច់ដូចមិញទេឥឡូវខ្ញុំបើកសាក់បើកដ្រូនបាទខ្ញុំ reset វាបន្តិចមកខ្ញុំ reset បែបនេះបងប្អូនគ្នាបាទដ្រូននេះគឺអត់អីទេខ្ញុំ reset នៅដើរធម្មតាបាទ reset មកធម្មតាដាក់ GPS ចោលបន្តិចណាអូខេអញ្ចឹងទៀតជាមួយយើងនឹង testing ទាំងអស់គ្នាថាតើ drone នេះវាស្រួលបង្ហោះអត់ឬក៏ពិបាកបញ្ជាអញ្ចឹងណាបងប្អូនគ្នាជាធម្មតា drone មកទឹកនេះខ្ញុំអត់ធានទិញពីគាត់ទេបាទភាគច្រើនគឺតើតារបស់មានបញ្ហាបានគាត់ទៅមកលក់ឲ្យខ្ញុំបាទកាមេរ៉ាអាចសេរីកាត់ចុះកាត់ឡើងបានបាទតែវាមិនជា smooth ប្រហែលទេតែអាចត្រឹមតម្លៃនិយាយរួមបើតម្លៃ$20ឈុតថ្ម2ដោយសារថ្មនេះមិនដឹងថាគាត់លេងទៅគាត់ថាខូចមួយជាមួយខ្ញុំ testing មិនដឹងខូចមិនខូចបាទអូខេយើងនឹងតេស្តហោះទាំងអស់គ្នា